ចឹងថ្ងៃនេះអាត្មាភាពលើកតកតងនឹងមង្គលជីវិតនឹងមង្គលទាំង38ប្រការហ្នឹងគឺថ្ងៃនេះសម្ដែងពីមង្គលទី1ហ្នឹងបើថាតនេគឺសម្ដែងបន្តបន្ទាប់មិនសន្យាថានឹងសម្ដែងឲ្យចប់ទាំង38ប្រការទេនឹងសម្ដែងបន្តបន្ទាប់ទៅតកតងនឹងមង្គលជីវិតហ្នឹងមង្គល38ប្រការហ្នឹងគឺទេវតាហ្នឹងបានទៅសួរហ្នឹងឥឡូវកុំតន់និយាយថាទេវតានិយាយពាក្យថាមង្គលសិនមង្គលគឺសេចក្តីសុខសេចក្តីចម្រើនសេរីសួស្តីនឹងឯងហ្នឹងសេចក្តីសុខសេចក្តីចម្រើននឹងឯងហើយដូចនៅក្នុងគីថាហ្នឹងតាអេវមេសុតាំងហ្នឹងសូត្រនេះឈ្មោះមង្គលសូត្រគឺខ្ញុំឈ្មោះអានន្ទបានស្ដាប់មកហើយយ៉ាងនេះថាសម័យមួយព្រះរាមាភិភាទ្រង់គង់នៅក្នុងវត្តចេតពុនជាអារាមរបស់អនាថបណ្ឌកសេដ្ឋីទៀបក្រុងសាវត្ថីលំដាប់នោះឯងទេវតាមួយអង្គការដែលវេលារាត្រីបឋមយានកន្លងទៅហើយនឹងមានរស្មីដ៏ល្អញ៉ាំងវត្តចេតពុនជុំវិញទាំងអស់ឲ្យភ្លឺស្វាងហើយព្រះរាមាភិភាទ្រង់គង់ក្នុងទីណាក៏ចូលទៅក្នុងទីនោះលុះចូលទៅដល់ហើយទើបថ្វាយបង្គំចំពោះព្រះរាមាភិភាហើយឈរក្នុងទីដ៏សមគួរកាលទេវតានោះឈរក្នុងទីដ៏សមគួរហើយទើបក្រាបទូលព្រះរាមាភិភាហ្នឹងហើយដោយពាក្យជាគាថាយ៉ាងនេះថានឹងភាសាបាលីសេវនាចពាលាណងអីជាដើមហ្នឹងអាត្មាប្រែបដោយថាទេវតានិងមនុស្សទាំងឡាយជាច្រើនប្រាថ្នានៅសេរីសួស្តីបានគិតរកនៅមង្គលទាំងឡាយសូមព្រះអង្គទ្រង់ព្រះមេត្តាសម្ដែងប្រាប់នៅមង្គលដ៏ឧត្តមព្រះរាមាភិភាទ្រង់ត្រាស់សម្ដែងតពាក្យទេវតានោះដោយពុទ្ធភាសិតជាគាថាយ៉ាងនេះថាហ្នឹងហើយចឹងញាតិញោមពុទ្ធបរិស័ទម្នាក់ហ្នឹងគឺប្រាថ្នាចង់បាននៅមង្គលចង់បាននៅសេចក្តីសុខសេចក្តីចម្រើនចង់បាននៅសេរីសួស្តីអីជាដើមហ្នឹងចឹងតកតងនឹងមង្គល38ប្រការនេះគឺទេវតាបានទៅសួរហ្នឹងហើយបានទៅសួរព្រះសម្មាសម្ពុទ្ធនឹងតកតងនឹងការរស់នៅជីវិតបច្ចុប្បន្នហ្នឹងថាសេរីសួស្តីហ្នឹងទេវតានិងមនុស្សទាំងឡាយជាច្រើនប្រាថ្នាចង់បានសេរីសួស្តីហ្នឹងក៏ចុះទៅសួរព្រះអង្គក៏សម្ដែងតពាក្យទេវតាហ្នឹងណាហ្នឹងហើយតពាក្យទេវតាហ្នឹងវិញហ្នឹងហើយថាការសែបគប់ការមិនសែបគប់នៅបុគ្គលអាត្មាមិនអានបាលីទេអានបាលីក៏ញាតិញោមស្ដាប់បានទេថាការមិនសែបគប់បុគ្គលជាការមិនសែបគប់បុគ្គលពីលទាំងឡាយមួយជាមង្គលដ៏ឧត្តមការសែបគប់បុគ្គលជាបណ្ឌិតទាំងឡាយមួយជាមង្គលដ៏ឧត្តមដែរនឹងការបូជាដល់បុគ្គលដែលគួរបូជាជាមង្គលដ៏ឧត្តមដែរនឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងតពាក្យទេវតាដែលទេវតាសួរចំពោះព្រះសម្មាសម្ពុទ្ធតកតងនឹងមង្គលទី1ហ្នឹងប៉ុន្តែក្នុងទីនេះគឺអាត្មាភាពគឺសម្ដែងតែការមិនសេពគប់បុគ្គលពីលជាមង្គលដ៏ឧត្តមហ្នឹងហើយមិនទាន់ចូលទី2ទី3ទេបញ្ជាក់អត្តន័យឲ្យញាតិញោមពុទ្ធបរិស័ទហ្នឹងឲ្យបានយល់សិនថាការមិនសេពគប់បុគ្គលពីលហ្នឹងយ៉ាងម៉េចញាតិញោមបុគ្គលពីលហ្នឹងយ៉ាងម៉េចវិញបានព្រះអង្គមិនឲ្យសេពគប់ហ្នឹងហើយយ៉ាងម៉េចវិញបុគ្គលពីលគឺប្រព្រឹត្តអាក្រក់ហ្នឹងហើយដោយកាយដោយវិចារដោយចិត្តហ្នឹងហើយបានព្រះអង្គមិនឲ្យសេពគប់ហ្នឹងកាលណាបើបុគ្គលណាមួយសេពគប់ជាមួយនឹងបុគ្គលពីលហើយនាំឲ្យវិនិច្ឆ័យទាំងទ្រព្យសម្បត្តិផងវិនិច្ឆ័យទាំងខ្លួនឯងផងហើយជីវិតហ្នឹងអត់ជោគជ័យរីកចម្រើនអីទេតែវិនិច្ឆ័យហិនហោចដោយសារបុគ្គលពីលហ្នឹងអ្នកដឹកនាំឲ្យយើងដើរផ្លូវខុស
ចឹងបានព្រះអង្គមិនឲ្យខ្សែគប់នឹងបុគ្គលពីរហ្នឹងហើយបុគ្គលពីរហ្នឹងគឺមានលក្ខណៈមានលក្ខណៈ3យ៉ាងចឹងណាញាតិញោមបុគ្គលពីរហ្នឹងមានលក្ខណៈ3យ៉ាងគឺប្រព្រឹត្តអាក្រក់ដោយកាយណាដោយកាយហ្នឹងមាន3ដោយវាចាមាន3ដោយចិត្តហ្នឹងមាន3ប៉ុន្តែលក្ខណៈសម្ដៅធំហ្នឹងមាន3យ៉ាងហ្នឹងហើយមកក្នុង3យ៉ាងហ្នឹងមួយចែកជា3ហ្នឹងមួយចែកជា3ហ្នឹងមួយចែកជា3មួយចែកជា4ហ្នឹងចឹងលក្ខណៈបុគ្គលពីរដែលប្រព្រឹត្តអាក្រក់ដោយកាយហ្នឹងមាន3យ៉ាងទី1គឺសម្លាប់សត្វបៀតបៀនជីវិតអ្នកដទៃហ្នឹងបុគ្គលពីរណាហ្នឹងហើយបុគ្គលពីរដែលអង្គសម្ដែងថាម៉េចពីឡូអតិពីឡូខោអីហ្នឹងហ្នឹងហើយប្រព្រឹត្តអាក្រក់ទី1គឺសម្លាប់ផ្ដាច់ផ្ដាល់ជីវិតអ្នកដទៃទី2ឆោបោកលួចប្លន់និងកេងប្រវ័ញ្ចទ្រព្យសម្បត្តិអ្នកដទៃទី3ប្រព្រឹត្តអនាចារលើប្រពន្ធកូនអ្នកដទៃហ្នឹងប្រព្រឹត្តអាក្រក់ដោយកាយអញ្ចឹងណាបុគ្គលពីរលក្ខណៈបុគ្គលពីរញាតិញោមគិតពិចារណាតិចទៅហ្នឹងហើយមានលក្ខណៈសន្តានប្រព្រឹត្តដោយកាយហ្នឹងគឺបៀតបៀនសម្លាប់ផ្ដាច់ផ្ដាល់ជីវិតអ្នកដទៃលួចទ្រព្យសម្បត្តិគេហើយរកស៊ីអីហ្នឹងកេងប្រវ័ញ្ចចង់បានរបស់គេយកមកធ្វើជារបស់ខ្លួនឯងអត់គិតពីផលប្រយោជន៍អ្នកដទៃទេគិតតែប្រយោជន៍ខ្លួនឯងហ្នឹងលក្ខណៈបុគ្គលពីរហើយបើសិនបើញាតិញោមទៅខ្សែគប់ហើយប្រកាសជាវិនិច្ឆ័យខ្លួនឯងហ្នឹងចំណុចប្រព្រឹត្តអាក្រក់ដោយកាយហើយចំណុចទី2គឺប្រព្រឹត្តអាក្រក់ដោយវាចាមាន4យ៉ាងហ្នឹងហើយទី1និយាយកុហកហ្នឹងហើយនិយាយកុហកបោកប្រាស់អ្នកដទៃអីចឹងទៅទី2និយាយគំរោះគំរើយជេរបតិចផ្ដាសាអ្នកដទៃហើយទី3និយាយសោកសៀតញុះញង់ចាក់ដោតបំបែកបំបាក់អ្នកដទៃហើយទី4និយាយពាក្យអត់ប្រយោជន៍អត់ខ្លឹមសារចេះតែនិយាយទៅនិយាយចាក់ពេលនេះឲ្យឆ្លោះទៅខាងនោះហ្នឹងដូចជាអណ្ដាតអត់ឆ្អឹងអញ្ចឹងញាតិញោមយល់ហ្នឹងនិយាយពីអត់មានន័យមានខ្លឹមសារនិយាយតែដើមគេញុះញង់គេចាក់ដោតគេចង់ឲ្យគេវិនិច្ឆ័យណាដោយសារតែពាក្យសម្ដីរបស់ខ្លួនឯងហ្នឹងចឹងប្រព្រឹត្តអាក្រក់ដោយវាចាមាន4ហ្នឹងគឺអាត្មាសង្កេតសេចក្តីឲ្យញាតិញោមបានយល់តិចថានិយាយភូតភរកុហកឆោបោកអ្នកដទៃញាតិញោមយល់ហើយហ្នឹងបោកប្រាស់អ្នកដទៃនិយាយបញ្ចុះបញ្ចូលឲ្យយើងវិនិច្ឆ័យទាំងទ្រព្យសម្បត្តិហ្នឹងភូតភរឆោបោកអីហ្នឹងហើយទី2ជេរបតិចផ្ដាសាហ្នឹងឃើញចូលចិត្តឆ្លោះគ្នាបុគ្គលពីរណាឆ្លោះអីជេរបតិចផ្ដាសាពាក្យមិនគប្បីស្ដាប់ហ្នឹងពាក្យគំរោះគំរើយអីហ្នឹងហើយទី3និយាយញុះញង់ចាក់ដោតបំបែកបំបាក់អ្នកដទៃគេថាប្តីប្រពន្ធគេកំពុងតែស្រឡាញ់គ្នាកំពុងតែមានសុភមង្គលទៅនិយាយបញ្ចុកបស៊ីគេអញ្ចឹងទៅឲ្យឆ្លោះបាក់បែកទោះតែងគ្នាដោយសារតែខ្លួនឯងហ្នឹងបុគ្គលពីរលពឹសអញ្ចឹងញាតិញោមហ្នឹងលពឹសខាងរឿងអាក្រក់ហើយទី4ហ្នឹងគឺនិយាយពីអត់ប្រយោជន៍អត់ខ្លឹមសារអីទេហ្នឹងហើយអង្គុយសុកនិយាយដើមគេហ្នឹងហើយនិយាយដើមគេអត់មានការងារធ្វើដល់និយាយដើមគេលេងអញ្ចឹងទៅហ្នឹងហើយនឹងលក្ខណៈប្រព្រឹត្តអាក្រក់ដោយវាចារបស់បុគ្គលពីរមាន4យ៉ាងនឹងឯងហើយចំណុចទី3គឺប្រព្រឹត្តអាក្រក់ហ្នឹងហើយប្រព្រឹត្តអាក្រក់មួយទៀតគឺកាយវាចាចិត្តហ្នឹងហើយគឺមានគំនិតអាក្រក់ហ្នឹងគឺទី1គឺលមោបចង់លោភលន់ចង់បានទ្រព្យសម្បត្តិអ្នកដទៃជារបស់ខ្លួនឯងហ្នឹងហើយទី2ចងអាឃាតព្យាបាទគុំគួនអ្នកដទៃហើយទី3យល់ខុសថាគ្មានបាបគ្មានបុណ្យគ្មានគុណគ្មានទោសអីទេនៅលើโลกនេះ
នឹងយល់អញ្ចឹងញាតិញោមនឹងចំណុចទី3ហ្នឹងឃើញគេមានទ្រព្យសម្បត្តិអត់ខំរកស៊ីទេនឹងអត់ខំប្រឹងប្រែងដើម្បីស្វែងរកទ្រព្យសម្បត្តិនឹងដោយខ្លួនឯងទេគឺល្មោបលោភលន់ចង់បានទ្រព្យអ្នកដតីយកមកធ្វើជារបស់ខ្លួនឯងហ្នឹងអត់ខំរកស៊ីអីទេហ្នឹងហើយទី2គឺគុំគួនព្យាបាទជាមួយអ្នកដតីហ្នឹងបុគ្គលពីរអញ្ចឹងព្យាបាទអាឃាតព្យាបាទហ្នឹងសំខាន់ណាញោមហ្នឹងហើយអញ្ចឹងបានព្រះអង្គសម្ដែងថាម៉េចពៀរងាប់ដោយការមិនចងពៀហ្នឹងកាលណាបើយើងមានគំនុំចងព្យាបាទគ្នាទៅវិញទៅមកហ្នឹងវាមានតែសេចក្តីទុក្ខនឹងឯងរកសេចក្តីសុខអត់មានទេហ្នឹងពីមួយជាតិទៅមួយជាតិហ្នឹងគឺគំនុំព្យាបាទហ្នឹងតរហូតហ្នឹងវារកសេចក្តីសុខអត់បានហើយទី3គឺអត់ជឿលើគុណប្រតនត្រ័យអត់ជឿបុណ្យអត់ជឿបាបអីចឹងទៅហ្នឹងហើយដូចពួកអចេលកៈអីហ្នឹងអត់ជឿបុណ្យជឿបាបទេថាស្លាប់ទៅដោយនៅក្នុងសតនបិដកភាគ14អីហ្នឹងដែលព្រះអង្គសម្ដែងហ្នឹងហើយព្រះអង្គសម្ដែងថាពួកអ្នកកាន់សាសនាហ្នឹងខ្លះណាហ្នឹងអត់ជឿបុណ្យជឿបាបទេថាលើស្លាប់ទៅសូន្យអីចឹងទៅដែលអាចារ្យទាំងប្រមាណរូបឆ្លើយចំពោះព្រះបាទអាជាសតុហ្នឹងហើយព្រះបាទអាជាសតុស្អីទេកតុយផ្លេចបាត់ហើយញាតិញោមហ្នឹងហើយដែលលោកសួរថាគប្បីសាមណៈគប្បីបដិបត្តិធម៌យ៉ាងណានោះទៅឆ្លើយហើយឆ្លើយទៅឆ្លើយទៅពីទៅពីពេញហ្នឹងឯងអាចារ្យមួយហ្នឹងហើយឆ្លើយទៅពីហើយថាស្លាប់ទៅសូន្យស្លាប់ទៅមិនកើតទេវាអត់មានកើតអីទេវាសូន្យទៅទេធ្វើបុណ្យនឹងបានបុណ្យមកពីណាធ្វើបាបអីហ្នឹងនឹងបានបុណ្យមកពីណាហ្នឹងហើយចឹងណាញាតិញោមហ្នឹងហើយនឹងចេះតែឆ្លើយទៅបានបរិជាហ្នឹងទៅជួបព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យឆ្លើយសំណួរឲ្យឆ្លើយចម្លើយដែលអាចារ្យទាំងអស់នោះដែលឆ្លើយណាបរិជានឹងក៏បានថាបពុតព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គសួរអំពីផ្លែស្វាយព្រាហ្មណ៍ទាំងអស់នោះបែរជាឆ្លើយទៅវាមិនចំផ្លែស្វាយទៅជាឆ្លើយជាខ្នុរសំឡវិញហ្នឹងហើយសួរពីខ្នុរសំឡទៅឆ្លើយថាផ្លែស្វាយវិញហ្នឹងហើយអាហ្នឹងវាចឹងឯងឆ្លើយពាក្យសាមញ្ញយើងធម្មតាថាសួរគោឆ្លើយក្របីចឹងញាតិញោមថាលោកនេះសោះសូន្យទៅទេធ្វើបុណ្យវាអត់មានបានបុណ្យអីចឹងទៅនឹងគ្រាន់តែឧទាហរណ៍ឧបមាញាតិញោមយល់ថាបុគ្គលពីលមានលក្ខណៈ3យ៉ាងនឹងឯងហើយគឺប្រព្រឹត្តអាក្រក់ដោយកាយដោយវាចាដោយចិត្តហ្នឹងបុគ្គលពីលញាតិញោមហ្នឹងហើយអញ្ចឹងហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គមិនឲ្យសេពគប់នឹងបុគ្គលពីលដោយសារបុគ្គលពីលដឹកនាំឲ្យយើងវិនិច្ឆ័យទាំងខ្លួនឯងផងវិនិច្ឆ័យទាំងទ្រព្យសម្បត្តិផងដូចជានៅក្នុងរឿងចាបហ្នឹងចាបសត្វចាប2រូបនោះដែលខ្យល់កំបុតត្បូងបក់ចាបហ្នឹងប៉ើងទៅហើយចាបមួយក៏ប៉ើងទៅដល់រោងតាអ៊ីសីអញ្ចឹងទៅអ្នកតបោះអ្នកធ្វើបដិបត្តិធម៌ហើយចាបមួយទៀតនោះក៏ប៉ើងទៅនៅជាមួយនឹងចៅអញ្ចឹងទៅហ្នឹងហើយចៅនោះចាបដែលទៅនៅមួយចៅបង្រៀនឲ្យចេះលួចហ្នឹងអត់មានកាន់សិលកាន់អីទេបង្រៀនឲ្យចេះលួចទ្រព្យសម្បត្តិប្រព្រឹត្តអាក្រក់ដោយកាយដោយវិចារដោយចិត្តអីចឹងទៅឃើញទេការសេពគប់ហ្នឹងសំខាន់ណាស់បើសិនបើយើងទៅនៅជាមួយចៅយើងខ្លាចជាចៅហ្នឹងហើយអញ្ចឹងញាតិញោមហ្នឹងហើយអញ្ចឹង
ហើយចាបមួយទៀតនោះក៏ទៅនៅជាមួយតាអេសីបង្រៀនឲ្យនិយាយសម្ដីល្អឲ្យចេះរក្សាសិលហ្នឹងហើយមិនឲ្យលួចទ្រព្យសម្បត្តិអ្នកដទៃមិនឲ្យនិយាយកុហកអីចឹងទៅប្រព្រឹត្តបដិបត្តិនៅក្នុងជីវិតហ្នឹងរស់នៅជាសុខចឹងទៅឃើញទេចឹងចង់និយាយថាការសេពគប់នឹងសំខាន់បើសិនបើយើងសេពគប់ជាមួយនឹងបុគ្គលជាបណ្ឌិតយើងនឹងក្លាយជាបណ្ឌិតហ្នឹងហើយបើសេពគប់ជាមួយនឹងចៅប្រកាសជាក្លាយជាចៅចឹងហ្នឹងញាតិញោមចឹងការរស់នៅក្នុងជីវិតប្រចាំថ្ងៃនឹងសំខាន់ណាស់ហើយថាមូលហេតុអីបានជាទេវតាទូលសួរព្រះសម្មាសម្ពុទ្ធតកតងនឹងមង្គលហ្នឹងប្រែថាសេចក្តីសុខសេចក្តីចម្រើនសេរីសួស្តីហ្នឹងពីព្រោះមនុស្សនិងទេវតាមិនដឹងទេញាតិញោមទេវតាហ្នឹងក៏មិនដឹងអីប្រមាណហ្នឹងហើយដូចតែមនុស្សលោកយើងដែរទេវតាខ្លះក៏មច្ឆាទិដ្ឋិយល់ខុសអញ្ចឹងទៅប្រព្រឹត្តបាបអីអញ្ចឹងទៅទេវតាខ្លះក៏សមាទិដ្ឋិយល់ត្រូវដូចមនុស្សលោកយើងអញ្ចឹងទៅមិនទេវតានឹងល្អទាំងអស់ទេញាតិញោមចឹងទេវតានិងមនុស្សទាំងឡាយឆ្ងល់ហើយបានមកសួរព្រះសម្មាសម្ពុទ្ធតកតងនឹងមង្គលហ្នឹងមង្គល38ប្រការហ្នឹងថាការរស់នៅជីវិតប្រចាំថ្ងៃនៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងតើធ្វើយ៉ាងម៉េចឲ្យមានសេចក្តីសុខព្រះអង្គឃើញទេចឹងព្រះអង្គសម្ដែងឲ្យឃើញសេពាក្យពិតសត្យធម៌ពិតសត្យសច្ចៈធម៌ណាញាតិញោមគិតមើលព្រះអង្គថាបើចង់បានសុខចង់មានសេរីសួស្តីចង់មានសេចក្តីសុខចង់មានសុភមង្គលទី1កុំឲ្យសេពគប់នឹងបុគ្គលពីលឃើញទេឃើញញាតិញោមគិតមើលតិចមើលហ្នឹងហើយប៉ុន្តែញាតិញោមមិនបានស្ដាប់ធម៌មិនបានយល់ពីធម៌មិនវិញទៅឲ្យគេបោកប្រាស់ណាគ្រូទាយមុនអាគមអូមអាមក្តាមដុតអីហ្នឹងហើយគេចេញតាម Facebook ឯណាទៅសូត្រធម៌ព្រះឯណាទៅណាហ្នឹងទៅស្អីណានៃនោះហ្នឹងហើយទៅដូចជាច្រៀងអាឡែអាឡប់វិញហើយញាតិញោមចេះជឿដែរគេវាយក្បាលពោកមានសេរីសួស្តីអាហ្នឹងមិនថាចេះតែជឿទេហ្មងហ្នឹងអញ្ចឹងអាហ្នឹងជឿហ្នឹងគឺមច្ឆាទិដ្ឋិហ្នឹងចេះតែជឿតែប្រទេសប្រដាស់អញ្ចឹងទៅធម៌ព្រះសម្មាសម្ពុទ្ធសំខាន់ហ្នឹងហើយដូចញោមម្នាក់គាត់ឆាតមកសួរនៅក្នុងเพจរបស់អាត្មាហ្នឹងហើយក៏គាត់មិនអស់ចិត្តហ្នឹងក៏គាត់ខលមកសួរទៀតគាត់ថាខ្ញុំកណាបើសិនបើមិនបានស្ដាប់ធម៌ទេព្រះអង្គខ្ញុំកណានឹងស្លាប់ព្រោះគាត់លេបថ្នាំទិញថ្នាំពីពេទ្យរ៉ូស៊ីហ្នឹងក៏លេបអស់ដូចជាប្រមាណ10ខែកើតរោគពិបាកចិត្តណាហៅថារោគ depression ហ្នឹងខ្ញុំខ្វល់ខ្វាយពិបាកចិត្តជាមួយនឹងកូននោះវាជក់ម៉ាផងកូន2នាក់ហ្នឹងវាជក់ម៉ាក៏ពិបាកចិត្តអារឿងកូនហ្នឹងទៅគិតអារឿងរស់ស៊ីហ្នឹងទៀតលោកខាតចំណេញវាតិចចឹងទៅវាគិតខ្វល់ខ្វាយរឿងកូនផងរឿងរស់ស៊ីផងកើតអាជំងឺហ្នឹងទៅទិញថ្នាំលេបអស់10ខែចង់ស្លាប់ខ្លួនឃើញទេញាតិញោមឃើញទេអត់បានស្ដាប់ធម៌ណាគាត់ដល់ពេលគាត់បានស្ដាប់ធម៌ដែលលោកបង្ហោះតាមเพจរបស់អាត្មាភាពហ្នឹងព្រះអង្គគ្រូសានជាគ្រូអគ្គអេជាដើមហ្នឹងគឺគាត់យល់គាត់ថាបើខ្ញុំកណាមិនបានស្ដាប់ធម៌ទេណាខ្ញុំកណាស្លាប់បាត់ហើយអញ្ចឹងសូមអរគុណព្រះអង្គដែលបានបង្ហោះធម៌ឲ្យខ្ញុំកណាស្ដាប់ហ្នឹងខ្ញុំកណាលើបានយល់ខ្លះហើយក៏លែងសម្លាប់ខ្លួនដែរអាណិតប្តីអាណិតកូនហើយដើម្បីជីវិតហ្នឹងរស់នៅបន្តទៅទៀតដើម្បីធ្វើបុណ្យកុសលដើម្បីសន្សំឧបនិស្ស័យដើម្បីជាស្ពានយានជំនិះទៅអនាគតខាងមុខទៀតព្រះអង្គហើយអរគុណច្រើនអរគុណព្រះអង្គច្រើនដែលបានអស់ធរខ្ញុំកណាស្ដាប់បានយល់ហើយក៏ឈប់គិតខ្លីទៀតដែរឃើញទេញាតិញោមឃើញទេចឹងធម៌មានតម្លៃហ្នឹងព្រះអង្គសម្ដែងថាម៉េចថាធម្មោឱសថោព្រះធម៌ជាឱសថដ៏ថ្លៃថ្លាសម្រាប់អប់រំផ្លូវចិត្តសត្តនិកនៅក្នុង
សកលលោកយើងហ្នឹងបើធម៌មិនមានតម្លៃព្រះអង្គមិនសំដែងទេអញ្ចឹងញាតិញោមហើយបើពធមិនមានប្រយោជន៍អីទេព្រះសង្ឃក៏មិនមកបួសឲ្យខាតពេលវេលាដែរអញ្ចឹងណាហ្នឹងហើយពធមានតម្លៃណាពធគឺនៅក្នុងជីវិតរស់នៅបច្ចុប្បន្នហ្នឹងឯងនៅក្នុងកាយរបស់យើងនឹងឯងថារកបាយរកក្នុងឆ្នាំងរកធររកនៅក្នុងកាយរកបាយរកនៅក្នុងឆ្នាំងហើយព្រះធម៌គឺជាជីវិតយើងនឹងឯងជីវិតពិតរស់នៅបច្ចុប្បន្ននឹងឯងអញ្ចឹងញាតិញោមពុទ្ធបរិស័ទប្រុសស្រីមិត្តយុវវ័យទាំងឡាយលោកម្ចាស់គ្រប់ព្រះអង្គឯហ្នឹងបួសយូរក៏ដោយបួសឆាប់ទៅបួសក៏ដោយត្រូវរៀនធម៌ត្រូវស្វែងយល់ពីសច្ចធម៌របស់ព្រះសម្មាសម្ពុទ្ធទៅជីវិតយើងនឹងមានន័យមានខ្លឹមសារបើបួសមិនរៀនផងមិនទៅចេះញាតិញោមហ្នឹងហើយលោកម្ចាស់បួសយូរប៉ុណ្ណាក៏ដោយ20ឆ្នាំ30ឆ្នាំចោលទៅការក៏ដោយតែមិនរៀនសូត្រអាននៅបត្រៃបិដកពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធទេនៅតែសូចទឹកកាត់គ្រោះមុនអាគមអូមអាមកើតនៅតាវត្តនឹងឯងចង់និយាយចឹងណារកជីវិតនឹងវាអត់ឃើញរកជីវិតមានន័យខ្លឹមសារនឹងអត់ឃើញតទៅសោះដូចអង្គខ្ញុំកណាអាត្មាភាពនឹងរឹមបានយល់ប៉ុណ្ណឹងក៏បួសមិនតិចដែរ10ភាសាជាងដែរហើយរឹមបានយល់ធម៌ប្រហែលឆ្នាំហ្នឹងគឺសบายចិត្តលះបង់អស់ច្រើនណាមិនល្អលះបង់ចោលអស់រឹមបានប៉ុណ្ណឹងក៏ដើរផ្លូវខុសហ្នឹងក៏ច្រើនឆ្នាំដែរចឹងចុងក្រោយក៏បញ្ជាក់ថាជីវិតយើងមានសេចក្តីសុខសេចក្តីចម្រើនចង់ឲ្យជីវិតនឹងមានសេរីសុស្តីសុភមង្គលសេចក្តីសុខគឺផ្ដើមនៅយើងខ្លួនឯងប្រព្រឹត្តបដិបត្តិធ្វើដោយខ្លួនឯងមិនមែនទៅលើបុគ្គលដទៃជួយយើងឲ្យបានសុខទេយើងឲ្យបានសុខទេយើងឲ្យបាន